ភេសជ្ជៈទាំង5មុខដែលជួយដល់ការស្រកខ្លាញ់ក្បាលពោះលឿនមែនទែនដែលបងប្អូនអរគ្នាសឹងតែមិនជឿហើយភេសជ្ជៈនៅក្នុងលេខរៀងទី3មនុស្សគ្រប់គ្នាសឹងតែថាអត់ចង់ទទួលយកទេភេសជ្ជៈទី1គឺទឹកក្រូចឆ្មាក្តៅអ៊ុនៗពេលព្រឹកព្រលឹមឡើងបងប្អូនអរគ្នាកុំតន់លុបមុខដុសធ្មេញព្រឹកឡើងបងប្អូនអរគ្នារកទឹកក្តៅអ៊ុនៗមួយកែវមកហើយច្របាច់ក្រូចឆ្មាមួយចំណិតពីរចំណិតចូលទៅហើយបងប្អូនអរគ្នាញ៉ាំម្ដងហ្នឹងឲ្យអស់ទៅសម្រាប់ទឹកកុំលាយឲ្យក្តៅពេកយើងលាយមកល្មមដែលយើងញ៉ាំបានណាទឹកក្រូចឆ្មាក្តៅអ៊ុនៗវាជួយដល់មេតាបូលីសក្នុងរាងកាយរបស់យើងឲ្យមានប្រតិកម្មល្អហើយវាជួយជំរុញដល់ការរំលាយអាហារបានល្អទី2គឺតែបៃតងក្តៅអ៊ុនៗពេលព្រឹកព្រលឹមឡើងក្រោយពីគេងគឺវាជួយផ្ដល់ឲ្យយើងនូវថាមពលហើយវាជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយអញ្ចឹងដូចគ្នាអញ្ចឹងតកតងនឹងការលាយគឺយើងកុំឲ្យលាយក្តៅយើងញ៉ាំតែម្ដងឲ្យអស់បើសម្រាប់ខ្ញុំមានតែរុក្ខជាតិនេះញ៉ាំតែរុក្ខជាតិរបស់ខ្ញុំគឺជាតែរុក្ខជាតិសុទ្ធសាធណាបងប្អូនមិនមែនជាថ្នាំទេនិយាយទៅងាយស្រួលសម្រាប់ខ្ញុំអញ្ចឹងណាពេលព្រលឹមឡើងពេលខ្ញុំក្រោកពីគេងមកគឺខ្ញុំដាក់តែក្តៅអ៊ុនៗមួយកែវញ៉ាំហើយសម្រាប់តែរុក្ខជាតិរបស់ខ្ញុំគឺងាយស្រួលក្នុងការរៀបចំញ៉ាំទេតែនេះអត់មានកាកទេសម្រាប់តែរុក្ខជាតិនេះគឺល្អខ្លាំងណាបងប្អូនជួយរំលាយខ្លាញ់មកតួខ្លួនជួយបដិញ្ញជាតិពុលជាតិអាស៊ីតជួយយើងមានអារម្មណ៍ស្រស់ស្រាយជួយកាត់បន្ថយ stress និយាយទៅតែនេះគឺល្អខ្លាំងមែនទែនណាភេសជ្ជៈទី3គឺទឹកខ្មេះប៉ោមការលាយទឹកខ្មេះប៉ោមញ៉ាំពេលព្រឹកព្រលឹមឡើងក្តៅអ៊ុនៗគឺវាធ្វើឲ្យជាតិស្ករក្នុងឈាមរបស់យើងមានតុល្យភាពនិងជួយឲ្យរាងកាយរបស់យើងដុតជាតិខ្លាញ់បានល្អការរំលាយខ្លាញ់មកតួខ្លួនគឺរឹតតែមានប្រសិទ្ធភាពលេខ4គឺកាហ្វេខ្មៅអត់ញ៉ាំក្រោយពីគេងទេព្រោះតើតើនឹងការញ៉ាំកាហ្វេវាមានផលល្អសម្រាប់សុខភាពរបស់យើងក៏វាមានផលលំបាកសម្រាប់សុខភាពរបស់យើងដែរអញ្ចឹងបើសិនជាពោះយើងតនេយើងញ៉ាំកាហ្វេអានឹងវាធ្វើទុក្ខកាពះពោះវៀនរបស់យើងហើយអញ្ចឹងតើតើនឹងកាហ្វេខ្មៅនេះព្រលឹមឡើងពេលបងប្អូនអរគ្នាមានអាហារទ្រពពោះហើយបងប្អូនអរគ្នាញ៉ាំកាហ្វេខ្មៅល្អហើយសម្រាប់ជាតិកាហ្វេគឺវាជួយដល់ការរំលាយអាហារជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយហើយវាជួយឲ្យរាងកាយរបស់យើងរំលាយខ្លាញ់បានល្អភេសជ្ជៈទី5គឺទឹកខ្ញីបងប្អូនអរគ្នាដាក់ទឹកក្តៅអ៊ុនៗមួយកែវមកហើយហាន់ខ្ញីប្រមាណប្រទេសដាក់ចូលទៅទឹកខ្ញីវាជួយប្រឆាំងនឹងការរលាកហើយវាជួយដល់មេតាបូលីកក្នុងរាងកាយរបស់យើងឲ្យមានប្រតិកម្មរឹតតែល្អវាជួយដល់ការរំលាយខ្លាញ់នៅលើរាងកាយរបស់យើងរឹតតែល្អអញ្ចឹងភេសជ្ជៈទាំង5នេះគឺវាជួយដល់ការរំលាយខ្លាញ់មកតួខ្លួនភេសជ្ជៈទាំងនេះបងប្អូនអរគ្នាជ្រើសរើសមួយណាក៏បានដែរហើយបងប្អូនអរគ្នាចាប់ផ្ដើមព្យាយាមញ៉ាំជារៀងរាល់ព្រឹកទៅឥឡូវនេះព្រឹកស្អែកបងប្អូនអរគ្នានឹងចាប់ផ្ដើមជ្រើសរើសយកភេសជ្ជៈណាមួយបងប្អូនអរគ្នាជួយខមមិនប្រាប់ផងអញ្ចឹងភេសជ្ជៈទាំងអស់ហ្នឹងគឺជួយរំលាយខ្លាញ់មកតួខ្លួនបានល្អហើយបងប្អូនអរគ្នាបន្ថែមរឿងមួយទៀតនឹងបើសិនជាបងប្អូនអរគ្នាមានពេលធ្វើគឺការហាត់ប្រាណគឺជួយជំរុញដល់មេតាបូលីកប្រតិកម្មមេតាបូលីកក្នុងរាងកាយរបស់យើងបានល្អហើយការហាត់ប្រាណគឺវាជួយដល់ការស្រកខ្លាញ់មកតួខ្លួនបានល្អដែរអញ្ចឹងតើតើនឹងការហាត់ប្រាណហ្នឹងគឺយើងធ្វើជាប្រចាំទៀងទាត់បូករួមជាមួយការហាត់ប្រាណបូករួមជាមួយនឹងការញ៉ាំភេសជ្ជៈទាំង5ប្រភេទហ្នឹងគឺនឹងជួយធ្វើឲ្យរាងកាយរបស់បងប្អូនអរគ្នាមានសុខភាពល្អមានរូបរាងដែលសមសួនហើយនឹងស្រកខ្លាញ់មកតួខ្លួនបានល្អហើយតើតើនឹងការជ្រើសរើសរបៀបក្នុងការហាត់ប្រាណគឺសំខាន់ដែរណាបងប្អូនអរគ្នាជ្រើសរើសរបៀបណាដែលស័ក្តិសមនឹងបងប្អូនអរគ្នាមានន័យថាបើសិនជាបងប្អូនអរគ្នាលើសគីឡូច្រើនពេកបងប្អូនអរគ្នាជៀសវាងឲ្យបាននៅការហក់លោតណាអញ្ចឹងបងប្អូនអរគ្នាអាចជ្រើសរើសរបៀបហាត់ប្រាណឲ្យសមនឹងការលើសគីឡូរបស់បងប្អូនអរគ្នាទៅតែបើសិនជាបងប្អូនអរគ្នាលើសគីឡូល្មមទេអាចជ្រើសរើសវិធីសាស្ត្រក្នុងការហាត់ប្រាណនឹងបានស្រួលបងប្អូនអរគ្នាកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតទាក់ទងនឹងចំណេះដឹងក្នុងការថែទាំសុខភាពនិងរូបរាងអរគុណ